Và tôi nickในក្នុងវគ្គនេះខ្ញុំបាទសូមជម្រាបព័ត៌មានជាបន្តគឺសាកលវិទ្យាល័យ BBRI ត្រៀមខ្លួនដើម្បីក្លាយជាសាកលវិទ្យាល័យមួយដែលមានចំនួនអ្នកសិក្សាច្រើននិងមានគុណភាពសម្រាប់ការអប់រំនៅកម្ពុជាផងដែរបាទសន្និសីទប្រចាំឆ្នាំលើកទី6របស់សាកលវិទ្យាល័យ BBRI បានរៀបចំធ្វើឡើងក្រោមប្រធានបទស្តីពីការរីកលូតលាស់ប្រកបដោយឧត្តមភាពឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍសាកលវិទ្យាល័យដែលចង់បានទាំងបរិមាណនិងគុណភាពនៃវិស័យអប់រំផងដែរសន្និសីទនេះមានការចូលរួមពីបុគ្គលិករដ្ឋបាលសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ BBRI ដើម្បីពិភាក្សាត្រៀមខ្លួនទៅនឹងក្រសួងអប់រំឲ្យសាកលវិទ្យាល័យដែលបានទាំងអស់នៅកម្ពុជានឹងរៀបចំឲ្យមានគុណភាពអប់រំការសិក្សានិងបរិមាណដែលដើម្បីឲ្យទទួលបាននៅគុណវុឌ្ឍិសម្រាប់សិស្សទាំងអស់ដែលឆ្លាញ់ចំពោះការសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យមួយចំនួនបាទហើយថ្លែងនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ខ្លួនលោកឌៀបសីហាដែលជាសាកលវិទ្យាការសាកលវិទ្យាល័យ BBRI បានមានប្រសាសន៍ថាប្រធានបទស្តីពីការរីកលូតលាស់ប្រកបដោយឧត្តមភាពនឹងជួយពិភាក្សាគ្នាអាចស្វែងរកឃើញនៅការចង់បានទាំងបរិមាណអ្នកសិក្សានិងគុណភាពអប់រំសម្រាប់សាកលវិទ្យាល័យផងដែរលោកឌៀបសីហាបានបន្តថានៅឆ្នាំ2016ក្រសួងអប់រំនឹងធ្វើការជ្រើសរើសសាកលវិទ្យាល័យខ្លាំងសម្រាប់ជាតិនិងនៅឆ្នាំ2018ក្រសួងអប់រំក៏នឹងធ្វើការជ្រើសរើសសាកលវិទ្យាល័យខ្លាំងសម្រាប់តំបន់អាស៊ានផងដែរដែលនេះគឺជាឱកាសមួយរបស់សាកលវិទ្យាល័យ BBRI ក្នុងការពង្រឹងគុណភាពដើម្បីប្រកួតប្រជែងក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសរុបជាង100ស្ថាប័នឯនោះបាទសំខាន់ទៅលើកម្មវិធីសិក្សាគរុកោសល្យនិងបច្ចេកវិទ្យាដោយ Professor Dr. Chetas Vice President PF 2014នៅសាកលវិទ្យាល័យ Christian ប្រទេសថៃដោយពីការប្រជុំផ្សេងៗនៃក្រសួងវប្បធម៌សម្រាប់ការច្នៃប្រឌិតក្នុងដោយលោកមីហេនរិទ្ធសាកលវិទ្យាការរងទទួលបន្ទុកយុទ្ធសាស្ត្រនិងផែនការអប់រំពីម៉ោង11ថ្ងៃនេះត្រង់ម៉ោង11:30នាទីដល់ម៉ោង12ថ្ងៃត្រង់បាត់បន្លាយស្ដីពីការបណ្ដុះបណ្ដាល00នាទីដល់ម៉ោង2រសៀលពិសាសម្រាប់ពិសាអាហារថ្ងៃត្រង់បាទជាកិច្ចការដែលយើងបានសម្រេចនៅសមិទ្ធផលនៃការរៀបចំនៅអង្គសន្និសីទសាកលវិទ្យាល័យ BBRI នេះតាមគំនិតមួយក្តារចឹងហើយបានជាសន្និសីទក្នុងឆ្នាំនេះគឺជាសន្និសីទលើកទី6ហើយខ្ញុំក៏សូមអនុញ្ញាតលើកឡើងវិញអំពីអង្គសន្និសីទទាំង5អប់រំ Quality Assurance ហើយរហូតមកដល់ឆ្នាំ2011កាលនោះយើងធ្វើនៅខែ10កាលនោះយើងចូលតែខ្លះថ្មីដែរដែលបានចូលរួមបន្តនៅក្នុងសាកលវិទ្យាល័យនេះ2011យើងផ្ដោតទៅលើ University Governance and Management គឺអភិបាលកិច្ចនៅខេត្តព្រះសីហនុគឺជាម្ចាស់ផ្ទះអំពី Operational Excellence in Higher Education ប្រតិបត្តិការសាកលវិទ្យាល័យហើយឆ្នាំ2013គឺទៅ
យើងត្រឡប់ទៅបាត់ដំបងវិញឆ្នាំ2013នេះយើងមួយឆ្នាំយើងបន្តហើយនៅខេត្តសៀមរាបបន្តធ្វើជាម្ចាស់ទៀតគឺ Achieving Educational Excellence ប៉ុន្តែផ្ដោតទៅលើសាកលវិទ្យាល័យ Education ចឹងបើយើងពិនិត្យគឺនៅជុំវិញបញ្ហាគោលដៅធំពីររបស់យើងគឺគោលដៅយុទ្ធសាស្ត្រឯករាជ្យរបស់យើងណាតាមបានលើបានកំណត់ក្នុងរយៈពេលពី2000តាំងពីឆ្នាំ2000ដែលយើងចាប់ផ្ដើមរហូតមកដល់ពេលនេះគឺយើងរយៈពេល15ឆ្នាំហើយរហូតដល់ឆ្នាំនេះគឺប្រធានបទស្ដីអំពីការរីកលូតលាស់ប្រកបដោយសកម្មភាព Grow នេះគឺសំដៅទៅលើ Education Access Goal ទី1របស់យើងធ្វើម៉េចពង្រីកវិសាលភាពនៃការសិក្សាស្រាវជ្រាវប្រជាជនកម្ពុជានឹងអាចរៀននៅសាកលវិទ្យាល័យពេលប្រាយបានដោយមិនមានរបាំងមិនមានការលំបាកនៅក្នុងសាខាទាំង8របស់យើងសពថ្ងៃនេះគឺគាត់អាចផ្ទេរបានដោយសេរីទៅតាមមួយបានគឺគាត់អាចដូរបានគាត់អាចជួយដល់លឿននេះគាត់ credit នេះគាត់ចូលទៅប៉ុណ្ណឹង education access ដែលយើងនិយាយពី grow ចឹងហើយប្រធានបទឆ្នាំនេះជាពិសេសហើយដល់បណ្ឌិតប្រធានលោកសវណ្ណលោកបានសម្រាប់យកប្រធានបទនេះតម្រូវឲ្យយើងត្រូវតែធ្វើការផ្លាស់ប្ដូរឲ្យបានទាន់ទៅនឹងរបបនេះហើយខ្ញុំក៏នឹងធ្វើបទបង្ហាញនៅថ្ងៃចុងនេះលោកទាំងអស់នឹងមានគំនិតអ្វីក៏ដែលហើយទៅដល់យើងនឹងដាក់បញ្ចូលទៅដល់ឆ្នាំ2019ខែ4ឆ្នាំ2019ទៀតហើយចំណុចទី3សំខាន់គឺដូចទៅនឹងបរិបទនៃការធ្វើសមាហកម្មនៃកិច្ចអប់រំយុវជននិងកីឡាខ្ញុំក៏បានចូលរួមការធ្វើបទបង្ហាញរបស់ខាង World អំពីផែនការវិទ្យាសាស្ត្រក្នុងផែនការនោះគឺមាន3ដំណាក់កាល3នេះគឺសារមកហើយទី2មានធ្វើនេះគឺរឿងអបជាឡាយអូនទៅដល់ពីគាត់ដើម្បីការជួបប្រសិទ្ធភាពហើយយើងបានទៅអស់នេះហើយថាឥឡូវនេះដល់ពីគាត់6ក្រោយក៏ទៅស្គាល់ឆ្លៃមួយយ៉ាងផែនការដែលខ្លាំងនេះគឺវាដែលខ្លាំងគួរជ័យនៅក្នុងប្រទេសក្នុងក្របខ័ណ្ឌជាតិក្នុងក្របខ័ណ្ឌអាស៊ានចឹងយើងឃើញក្រសួងចាប់ផ្ដើមធ្វើរបបនេះហើយចាប់ផ្ដើមជួបទាំងខាងពលរដ្ឋនិងឯកឧត្តមរដ្ឋមន្ត្រីសួរអប់រំកាលពីសប្តាហ៍កន្លងទៅនេះហើយដូចគ្នាគឺពលបែបនិងសួរអប់រំក៏បានជួបសិស្សយើងទៅដល់ផ្លាយដើម្បីចូលរួមពួកគេរើសិស្សថ្មីដើម្បីធ្វើការមានតម្លៃប្រហែលជាចាប់ផ្ដើមមកពីស្ថានមួយនឹងដំណើរការដាក់ពាក្យទៅប្រធានលោកសម្រាប់នេះគឺវាឆ្លើយតបទៅពីពួកនៅក្នុងនោះគេយកសំខាន់ណាស់ខ្លាំងក្នុងចំណោមជាតិក្រសួងពី2018ទៅគឺអន្តរជាតិអញ្ចឹងបើយើងចាប់ផ្ដើមលើគោលgrow គេចង់លើពីចំនួនសិស្សពី grow ប៉ុន្តែគេចង់លើ excellent ដែរដូចយើងដឹងទាំងអស់គ្នាហើយថាគេ rank យើងសមាជិកក្រុមប្រឹក្សាបាលបរិបរោះយុយ៉ាងតំបន់យុអង្គសន្និសីទនៃថ្ងៃនេះខ្ញុំមានសេចក្តីសូមអនុញ្ញាតដែលបានជួបជុំអាដាមអលោកស្រីនៅខាងផ្នែកទាំងរដ្ឋបាលរបស់សាកលវិទ្យាល័យទាំងវិទ្យាសាស្ត្រផ្នែកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យអ្វីដែលយើងខ្លាំងនៅកម្រិតខ្សោយវិធីនៅនឹងការប្រជែងនឹងអ្វីដែលត្រូវកែលម្អតទៅទៀតលើកឡើងឲ្យមិញជាបាទរបស់មួយដែលអាចយើងអត់គ្នាហើយមិនត្រឹមតែសុរំដែលមានការពុះលោកទៅកែហើយបើយើងនឹងកែយើងទីចាំគឺជាជនរងគ្រោះក្នុងការរៀនភាសានិយាយយើងមានសកលរំខ្លាយជនរងគ្រោះនៃចំណេះដឹងសក់អញ្ចឹងបានន័យថាដល់ពេលដែលយើងកែយើងចំនួនយើងយល់ដឹងហើយយើងអាចអាប់ទៅនឹងកំណែក្នុងទាំងឡាយប្រែប្រួលទៅនឹងការចេះដឹងនិងការប្រែប្រួលនៅលើក្នុងតំបន់ពិភពលោកនឹងទៀតនោះស្វ័យភាពរបស់យើងគឺស្វ័យភាពគេហៅ autonomy ទៅលើ University autonomy
ហូតមីការបាត់ទៅខ្លួនឯងប្រជុំពីឈ្មោះទេហើយការកម្មផលអីគឺបដាបន្តិចទៀតនឹងកន្លែងនឹងទៀតប៉ុន្តែការឲ្យស្វ័យភាពក្នុងនោះគឺគេនឹងរៀបចំធ្វើក្រសួងការកិច្ចទៅស្វាយល័យហើយក្រុមមួយទៀតគឺក្រុមពីបរមលើស្តង់ដារទាំង9ACC របស់ការប្រសូតរបស់រដ្ឋកម្ពុជាហ្នឹងដើម្បីពង្រឹងពិតជាការផ្ដល់ស្វ័យ value for money ថា value for money អានោះពុទ្ធភាពទៅធ្វើការឲ្យគេទៅរកឲ្យគេបានច្រើន